វីដេអូនឹងមកប្រាប់ពីរបៀបដោះក្បាលអ៊ីស៊ីទ័រដោះខ្សៅពីរគ្រាប់ហើយហ្នឹងយ៉ាកន្លែងខ្ញុំឆ្អល់ហ្នឹងកន្លែងកប់កឹបយើងដោះមកវាមាន4គ្រាប់ខ្សៅ2កប់កឹប2ហើយដោះយកក្បាលស្ទះលើវាចេញអាក្បាលពីលើឆ្កៀងវាមានខ្សៅមួយទៀតខ្សៅហ្នឹងវាមានស្ទះវាបិទគាស់វាចេញមកក៏ហោះឃើញខ្សៅប្រភេទវាពួកប្រភេទខ្សៅសោតាន់ដល់ពេលយើងក៏វាចេញមកយើងទាញយើងមូលខ្សៅសោតាន់ចេញមកអានឃើញហើយមានបលួញវា2អាហ្នឹងវាជាប់ជាមួយឆ្កៀងមុខមួយពូលឆ្កៀងពូលទាញវាសម្បួរបាក់ដោះវាយកចេញមកហើយដោះអាស្ទះលើចេញមកវាមានខ្សៅទៅនេះ2គ្រាប់ទៀតនៅជាប់មួយបាឆ្កៀងដោះខ្សៅនឹង2គ្រាប់ទៀតមកយកវាចេញមកបានហើយយើងធ្វើការដោះដូរខ្សែប្រាំងយើងមកដោះដូរខ្សែប្រាំងស៊ីនចេញដាក់ខ្សែប្រាំងលេងយើងដោះតែក្បាលចេញមកហើយយើងសោកវាពីព្រមឡើងទៅលើទៅហ្នឹងហើយដោះដាក់តាមត្រូវការយើងដោះយើងស្រឡាញ់វាឡើងឲ្យកាច់ឡើងមកលើបានដែរជាព្រមដូចក្នុងវីដេអូហ្នឹងក៏បានហើយយើងនេះមកមានអីយើងជ្រាលព្រេងចាស់ចោលអស់ទៅហើយយើងតារាងបានមានតារាងបាញ់តាមអាកន្លែងខ្សៅជ្រាលព្រេងហ្នឹងមកជ្រាលព្រេងជ្រាលអីហើយទៅចាប់សាក់មកលើកង់បវលមកអូខេចាប់មកស្យាត់ពូប្រាំងបូមមកទៅវាជ្រាលស្ព្រេងចាស់វាចេញស្អាតចាំមកវោកវីដេអូនឹងមកប្រាប់ពីរបៀបដោះ